ពុទ្ធោកំពូលពេជ្រមិនត្រូវភ្លេចភាវនាឡើយព្រះពុទ្ធបង្ហាញត្រើយមាក់នោះហើយផ្លូវផុតទុកខ្ញុំសូមអោនសេរសាចាប់បិចចារៀបទុំនុកកំឡាំងបាបបុណ្យទុកស្រួលស្រណុកងាយចងចាំកំឡាំងបាបបុណ្យនេះគូត្រែងរិញកត់ចំណាំបណ្ឌិតលោកបានផ្ដាំអ្នកសាងកម្មចែកជាពីមួយកម្មជាកុសលវាឲ្យផលគ្រប់ទឹងទីធ្វើការមានលាភីច្រើនមូលមីហូរចូលផ្ទាំងដោយសារកម្លាំងបុណ្យសែនល្អលន់នឹកគុណព្រះទៅណាមានជុំអ្នកនឹងបានឈ្នះមាស័តត្រូវកម្លាំងបុណ្យខ្លាំងណាស់ព្រះបានត្រាស់ចង់អល់ផ្លូវសាងបុណ្យអពេកៅពីអីលើកុំនៅយូកូនណាបានធ្វើបុណ្យវិសាងលន់គឺកតញ្ញូតបគុណដល់លោកគ្រូជាវិទូប្រសើរក្រៃរីឯកម្លាំងបាបខ្លាំងដូចកាបចងដំរី បាបនេះមិនប្រណីទុំប្រុងស្រីអ្វីក៏ដោយបាបមានកម្លាំងខ្លាំងវាជាខ្មាំងនៅពីក្រោយសាងបាបផលផ្ដល់ឲ្យមិនបណ្ដោយឲ្យរួចខ្លួនកំឡាំងអង្គុសលតែងហុចផលផ្ដល់ផ្ទួនកំឡាំង
បានមមមួនតុងជូជូនពួនមិនបានបាបមានកំឡាំងណាំងគិតឲ្យច្បាំងគ្រប់ប្រានសាងល្អទៅថ្កើងថ្កានសុខសេមសានបានមង្គលសូមអនុមោទនាកូនអើយមើលទៅអ្នកទាញព្រាត់បើកម្លាំងខាងណាខ្លាំងជាងគឺទៅខាងនោះឬខាងនោះជាអ្នកឈ្នះចំណែកកម្លាំងរបស់បាបនិងកម្លាំងរបស់បុណ្យវិញក៏ដូចគ្នាដែរបើបុណ្យមានកម្លាំងខ្លាំងជាងទើបទទួលបាននូវសេចក្តីសុខមានសុភមង្គលជួបជុំគ្រួសាររកទទួលទានមានបានឡើងបុណ្យឡើងស័ក្តិមានផ្ទះធំទំនំខ្ពស់មានកិត្តិយសឧត្តមឧត្តមតែបើបាបមានកម្លាំងខ្លាំងជាងវានឹងផ្ដល់នូវសេចក្តីទុក្ខសោកលំបាកវេទនានិរាសព្រាត់ប្រាសកំសត់អត់ឃ្លានមានជំងឺរ៉ាំរ៉ៃចង្រៃបៀតបៀនមិនឈប់ឈរឡើយកម្លាំងបុណ្យនេះប្រៀបដូចជាសត្វទន្សាយហើយកម្លាំងបាបប្រៀបដូចជាសត្វឆ្កែដែលកំពុងដេញតាមខំសត្វទន្សាយនោះហើយបើសត្វទន្សាយខ្លាំងឆ្កែដេញមិនទាន់ឡើយតែបើសត្វឆ្កែខ្លាំងហើយសត្វទន្សាយខ្សោយឆ្កែពិតជាដេញទាន់ហើយខំទន្សាយនោះបានដូច្នេះសូមកូនសាងបុណ្យជារៀងរាល់ថ្ងៃរាល់ខែរាល់ឆ្នាំដើម្បីឲ្យបុណ្យរបស់កូនមានកម្លាំងខ្លាំងក្លាមហិមានិងបានជាសប្បុរសដែលមានសម្រស់នៅក្នុងចិត្តធ្វើឲ្យជីវិតមានន័យអាស្រ័យការប្រព្រឹត្តអំពើល្អខ្ជាប់ខ្ជួនទើបមាសស្ងួនបាននៅសេចក្តីសុខសូមអនុមោទនា